មតិពលរដ្ឋជុំវិញខួប2ឆ្នាំនៃការឃុំឃាំងរបស់សកម្មជនបរិស្ថានទាំង5រូបនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ Facebook របស់អង្គការ PED Cambodia អំពីសកម្មជនបរិស្ថានដែលរួមមានយុវជនលីចាណារ៉ាវុធកញ្ញាភួនកែវរស្មីនិងកញ្ញាលងគុន្ធាមានប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់គាំទ្រពួកគេបាននាំគ្នាបញ្ចេញមតិយោបល់ផ្សេងៗគ្នាដើម្បីបង្ហាញស្មារតីគាំទ្រការស្រឡាញ់អាណិតនិងទាមទារឲ្យមានយុត្តិធម៌ដល់ពួកគេទាំងនោះអ្នកប្រើប្រាស់ Facebook ម្នាក់ឈ្មោះថាស៊ីថារ៉ូបានបញ្ចេញមតិយោបល់ថាការពារធម្មជាតិនិងបរិស្ថានមានអីខុសផងប្រទេសគេផ្ដល់មេដាយនិងបានសរសើរទៀតសូមរដ្ឋាភិបាលជួយគាំទ្រពួកគាត់ផងអំពើល្អមិនសាបសូន្យនោះទេដោយឡែកអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតឈ្មោះថាណារ៉ាឈុំវិញបានសរសេរសរសើរសកម្មជនទាំងនោះថាត្រូវឲ្យក្មួយស្រីក្មួយជាទំពាំងល្អប្រជាពលរដ្ឋខ្មែរស្ទើរតែ 80% ហើយដែលគេធុញទ្រាន់នឹងបទចោទញុះញង់បើគិតពីធាតុផ្សំនៃបទល្មើសគឺបោកយ៉ាងណាឲ្យចេញបទល្មើសព្រហ្មទណ្ឌបើគិតតែត្រឹមតស៊ូមតិក្នុងនាមជាមន្ត្រីរាជការដែលបម្រើពលរដ្ឋត្រូវតែរកឲ្យឃើញកន្លែងធ្លុះធ្លាយហើយជួសជុលមិនត្រឹមត្រូវអីមិនតិចណាសោះដែលយកហិង្សាមកបង្ក្រាបការដោះស្រាយបែបនេះគឺមានតែក្រុមអ្នកលេងនៅក្នុងភាពយន្តហុងកុងទេឥឡូវស្រុកខ្មែរទទួលរងនៅភាពអយុត្តិធម៌ច្រើនឡើងពីក្រុមអ្នកមានអំណាចបែបនេះគេហៅថារំលោភលើសិទ្ធិមនុស្សស្រដៀងទៅនឹងអ្នកបញ្ចេញមតិទាំងពីរខាងលើនេះដែរអ្នកលេង Facebook ម្នាក់ទៀតឈ្មោះអាលីបានបញ្ចេញមតិយោបល់ថាគួរតែឈប់ប្រើច្បាប់មាត្រា9495ហើយដែលជាបទញុះញង់ព្រោះច្បាប់នេះគៀបសង្កត់អ្នកទុនខ្សោយខ្លាំងណាស់ចំណែកឯអ្នកលេង Facebook ម្នាក់ទៀតឈ្មោះប៊ុនហេងខ្មែរខេមមានចម្ងល់ថាពួកគាត់គ្រាន់តែទាមទាររកភាពត្រឹមត្រូវនិងភាពយុត្តិធម៌សោះហេតុអីមិនប្រយុត្តិធម៌ហើយបែរជាដាក់ទោសពួកគាត់ទៀតចំណែកឯឈ្មោះលីមេង KH បានបញ្ចេញមតិយោបល់ទាំងហួសចិត្តថាមនុស្សស្រឡាញ់ជាតិស្រឡាញ់ទឹកដីបែរជាគេចោទថាជាអ្នកញុះញង់ក្បត់ជាតិទៅវិញធ្វើល្អគេមើលមិនឃើញទេចំណែកឯឈ្មោះនុតណារ៉មឯនោះវិញបានបង្ហាញការគាំទ្ររបស់លោកថាខ្ញុំតែងតែគាំទ្រគាត់ 100% ពីព្រោះមនុស្សយើងមានភ្នែកមានត្រចៀកអ្នកណាខុសអ្នកណាត្រូវយើងមើលឃើញមិនមែនមានអ្នកញុះញង់នោះទេក្រៅពីមតិដែលយើងបានដកស្រង់ខាងលើនេះមតិស្ទើរតែទាំងអស់សុទ្ធតែបានកោតសរសើរការបង្ហាញអារម្មណ៍សោកស្ដាយឈឺចាប់និងជូនពរឲ្យពួកគេឆាប់ទទួលបានសិទ្ធិសេរីភាពឡើងវិញយ៉ាងណាក៏ដោយក៏មានមតិយោបល់តិចតួចបំផុតដែលបានប្រើប្រាស់ពាក្យអសុរោះនិងខ្វះសីលធម៌ក្នុងខ្លួនឲ្យបានប្រមាថនិងបន្តិចបង្អាក់លើសកម្មភាពរបស់សកម្មជនវ័យក្មេងទាំងនោះសូមជម្រាបជូនផងដែរថាថ្មីនេះមានអង្គការសង្គមស៊ីវិលក្នុងតំបន់និងអន្តរជាតិជាច្រើនបានធ្វើសកម្មភាពជាបន្តបន្ទាប់រាប់ទាំងការប្រមូលសម្បត្តិនៅលើ Postcard ដើម្បីសរសេរផ្ញើសារមកកាន់ក្រុមសកម្មជនការពារបរិស្ថានដែលកំពុងជាប់ឃុំនិងការដាក់លិខិតតាមអនឡាញទៅកាន់ប្រមុខរដ្ឋាភិបាលដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះលែងព្រមទាំងផ្ដល់នូវយុត្តិធម៌ដល់ពួកគេផងដែរក្រុមអ្នកការពារបរិស្ថានទាំង5រូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2024បន្ទាប់ពីសាលាដំបងរាជធានីភ្នំពេញបានប្រកាសសារក្រមផ្តន្ទាទោសអ្នកទាំងនោះពី6ឆ្នាំដល់8ឆ្នាំក្នុងនោះលោកយឹមលឹងហ៊ីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល8ឆ្នាំក្រោមបទចោទរួមគំនិតក្បត់និងប្រមាថអង្គព្រះមហាក្សត្រចំណែកឯលោកថនរដ្ឋាលោកលីចាណារ៉ាវុធកញ្ញាភួនកែវរស្មីនិងកញ្ញាលងគុន្ធាត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល6ឆ្នាំពីបទរួមគំនិតក្បត់